Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនឹងរឿងលេបកាយនៅភាគ216បន្តទៀតអញ្ចឹងដោយសារតែខាងសម្រាយនៅរឿងលេបកាយយូរក៏ចាប់ផ្ដើមភាគនេះរៀងពិបាកមើលបន្តិចហើយពាក្យខ្លះគឺបច្ចេកទេសជ្រៅខ្លាំងមែនទែនដូច្នេះសូមអធិស្ឋានទុកជាមុនផងកុំឲ្យខាតពេលយូរយើងចូលមកកាន់សាច់រឿងរបស់យើងតែម្ដងច្រកលំហមួយក៏បានបើកឡើងស្រូបនៅយានរបស់លោកហ្វុងចូលទៅក្នុងនោះលោកហ្វុងក៏បាននឹកឃើញអំពីរូបភាពនៃអតីតកាលចាស់ៗដែលបានឆ្លងកាត់ជាមួយនឹងមិត្តសម្លាញ់របស់គាត់ហើយគាត់ក៏មិននឹកស្មានថារយៈពេល100,000ឆ្នាំកន្លងផុតទៅក្នុងមួយប្រព្រឹត្តភ្នែកមានទាំងភាពរីករាយនិងភាពជឿចត់ជាច្រើនទីបំផុតលោកហ្វុងក៏បានមកដល់នៅទីក្រុងចាវហើយក៏បានមកជួបជាមួយនឹងគ្រូរបស់ខ្លួនគឺជាឡតនៃទីក្រុងចាវនឹងតែម្ដងហើយគាត់ក៏បាននិយាយអំពីការបំផ្ទុះខ្លួនឯងដើម្បីរត់គេចដោយផ្ទាល់បន្ទាប់មកក៏ស្រូបនៅធម្មពលទេពដើម្បីជួសជុលហើយនៅរីស្តូរនៅរាងកាយទេពត្រឡប់មកវិញនេះពិតជាវិធីដ៏ឆ្លាតវៃឥឡូវលោកហ្វុងថែមទាំងទទួលបាននៅដាវជីនហឺលូមួយថែមទៀតតែលោកហ្វុងចង់ធ្វើអ្វីគាត់គិតថានេះគ្រាន់តែជាបំណែកនៃបាក់បែកតែប៉ុណ្ណោះអញ្ចឹងតម្លៃនៃការវឹកហាត់របស់វាគឺមានដែនកំណត់លោកហ្វុងចង់លក់វាចេញក៏ប៉ុន្តែអាចជាមិនដូចអ្វីដែលគាត់ចង់បានគ្រូបកក៏មានយោបល់មួយអញ្ចឹងឯងបកលវាទៅឲ្យបាក់តែម្ដងទៅដើម្បីដកដូរជាមួយនឹងបន្ទុកទ្រាំលោកហ្វុងព្យាបាលជាខ្លាំងអ្វីទៅគឺជាបន្ទុកទ្រាំនេះគឺជាសំណាក់ទ្រាំលោកហ្វុងក៏បានបញ្ចេញនៅដាវឈៀនហឺលូរបស់គាត់ដើម្បីធ្វើការឌូណេតទៅកាន់បាក់អញ្ចឹងលោកហ្វុងនឹងទទួលបាននៅបន្ទុកទ្រាំចំនួន12លោកហ្វុងក៏ចងចាំសម្ដីរបស់គ្រូគាត់ប្រាប់ទៀតថាបើសិនជាលោកហ្វុងធ្វើការ donate នៅដាវនេះទៅកាន់ប៉ាគាត់នឹងទទួលបាននៅបន្ទុកទ្រព្យត្រឡប់មកវិញខ្ញុំមិនដឹងថាតម្លៃនៃបន្ទុកទ្រព្យមួយស្មើនឹងប្រមាណនោះទេហើយមួយទៀតលោកហ្វុងនឹងទទួលបាននៅឱកាសដើម្បីទៅកាន់សំណាក់ទ្រព្យដែលស្ថិតនៅឯទីក្រុងចៅថែមទៀតលោកហ្វុងប្រើប្រាស់នៅបន្ទុកទ្រព្យនេះដើម្បីដោះដូរជាមួយនឹងវត្ថុទិព្វដែលស័ក្តិសមជាមួយនឹងគាត់លោកហ្វុងក៏បានចូលទៅខាងក្នុងហើយគាត់ដឹងថាគឺគាត់មាននៅការ support នៃធម្មពលទេពយ៉ាងច្រើនពីសមុទ្រអប៊ីពេលនេះគាត់អត់ត្រូវការធនធាននៃការហ្វឹកហាត់ដ៏មានតម្លៃទាំងអស់នេះនោះទេគាត់កំពុងតែស្វែងរកនៅរបស់ដែលស័ក្តិសមសម្រាប់ខ្លួនដើម្បីដោះដូរជាមួយនឹងបន្ទុកទ្រព្យនេះលោកហ្វុងក៏បានពិនិត្យនៅវត្ថុទិព្វប្រភេទដែនដីដែលថោកជាងគេបំផុតតម្លៃវាយ៉ាងហោចណាស់ក៏16បន្ទុកទ្រព្យដែរតែលោកហ្វុងមានត្រឹមតែ12វាខ្វះ4បន្ទុកទ្រព្យទៀតលោកហ្វុងមានអារម្មណ៍ថារឿងឈឺចិត្តបន្តិចដែរដែលជីវហលូរបស់គាត់នឹងបានតម្លៃត្រឹមតែ12គាត់ក៏ចាប់ផ្ដើមគិតមកដល់ទីនេះគុណភាពគឺមិនសំខាន់ដូចជាចំនួននោះទេលោកហ្វុងក៏បានគិតទៅដល់វត្ថុទិព្វផ្សេងទៀតដែលគាត់មានដើម្បីយកមកប្រគ្រប់ក៏នឹកទៅដល់រៀមច្បងចឹងហ្វឹងដែលគាត់បានបន្សល់នៅរបស់មួយឲ្យលោកហ្វុងមុននឹងចាក់ចេញពីកាឡាក់ស៊ីនាវាបុរាណនេះគឺជាយានខ្មោចប្រាក់ដែលអាចធ្វើដំណើរឆ្លងកាត់នៃសកលដ៏ធំធេងគាត់គិតថារបស់នេះមិនស័ក្តិសមសម្រាប់គាត់នោះទេគាត់នឹងធ្វើការឌូណេតដើម្បីទទួលបាននៅបន្ទុកទ្រព្យបន្ថែមទៀតអញ្ចឹងរងចាំអ្នកដែលមានសមត្ថភាពដ៏ខ្លាំងក្លាម្នាក់ដើម្បីមកទទួលយកវាក៏ប៉ុន្តែបើសិនជាថ្ងៃក្រោយអត់មានអ្នកខ្លាំងមកនោះទេគាត់នឹងទិញវាត្រឡប់ទៅវិញអញ្ចឹងនាវាខ្មោចប្រាក់នេះគឺអាចដោះដូរបានត្រឹមតែ4បន្ទុកទ្រព្យតែប៉ុណ្ណោះដូច្នេះលោកហ្វុងទទួលបានសរុបទាំងអស់16បន្ទុកទ្រព្យអាចដោះដូរជាមួយនឹងរបស់ដែលគាត់ចង់បានហ្វុងនៃសត្វតោជាច្រើនក្បាលក៏បានហក់ចេញមកក៏បានរួមបញ្ចូលគ្នាដូចជារូបសំណាកមួយអញ្ចឹងលោកហ្វុងហៅរបស់នេះថាវត្ថុឋានៈដែនដីលំហមួយក៏បានបើកឡើងជាមួយនឹងរាងកាយនៃក្តីស្នេហ៍មាសរបស់គាត់ភាសាចិនគាត់ហៅថាជីវហឺគឺវត្ថុឋានៈដែនដីនឹងឯងគាត់គិតថាការធ្វើការរួមបញ្ចូលគ្នាជាមួយនឹងរាងកាយនៃក្តីស្នេហ៍មាសនៅក្នុងពិភពក្នុងរាងកាយរបស់គាត់ក៏មានរំជួយយ៉ាងខ្លាំងដែលលោកហ្វុងបានរួមបញ្ចូលនៃដែនដីជីវហឺជាមួយនឹងដែនដីច្បាប់របស់នីករីស្នេហ៍មាសសញ្ញានៅលើក្បាលរបស់វាក៏បានផុសចេញមកក្នុងពេលនោះធម្មពលរបស់វាពេលនេះកើនឡើងខ្លាំងមែនទែនដូច្នេះលោកហ្វុងអាចបន្ថែមល្បឿននៃការដេញតាមសត្រូវហើយក៏អាចប្រើប្រាស់ដើម្បីរត់គេចពីសត្រូវបានដូចគ្នាផងដែរគឺវាអាចជំនួសនៅកញ្ចក់ក្បាលមាសហើយក៏អាចត្រឡប់ទៅកាន់សកលដើមវិញបានថែមទៀតអញ្ចឹងវាផ្ដល់នូវការការពារចឹងច្រើនសម្រាប់គាត់បើថានិយាយថាការរត់គេចអាចត្រូវជាងក៏ប៉ុន្តែសកលដើមគឺវាពោពេញទៅដោយអ្នកចម្បាំងដ៏ខ្លាំងក្លាមកពីធនធានរាប់មិនអស់នៅក្នុងសកលមួយនេះឥឡូវនេះក៏ទទួលបាននៅអាវុធទិព្វបន្ថែមមួយទៀតតែមើលទៅក៏កម្លាំងរបស់គាត់ក៏នៅដដែលដូចជាមិនកើនឡើងខុសពីមុននោះទេអញ្ចឹងលោកហ្វុងត្រូវការរបស់មួយទៀតនោះគឺជាផ្លាកបញ្ជាដែកខ្មៅដែលបន្សល់ទុកដោយលោកគ្រូជូសាន់កើ
បើសិនជាគាត់ទទួលបាននៅផ្លាកបញ្ជាដៃ4រាងកាយនៃគិរិស្នេហ៍មាសរបស់គាត់គឺអាចបំបែកឡើងទៅកាន់មួយកម្រិតទៀតលុះរយៈពេល1ខែកន្លងផុតទៅលោកហ្វុងក៏បានមកដល់នៅពិភពមួយគេហៅថាផ្កាយអាទិទេពសិប្បករនោះគឺសំដៅទៅលើវត្ថុឬក៏របស់ដែលធ្វើឬក៏ផលិតដោយដៃមិនប្រើប្រាស់នៅគ្រឿងយន្តលោកហ្វុងកំពុងតែស្វែងរកអំពីទីតាំងនៃផ្លាកបញ្ជាដៃខ្មៅនោះក៏ប៉ុន្តែមុននឹងចូលទៅលោកហ្វុងត្រូវតែដឹងព័ត៌មានទាក់ទងទៅនឹងភពមួយនេះជាមុនសិនភពនេះត្រូវបានគេទទួលស្គាល់ថាជាភពរបស់អាទិទេពសិប្បករដ៏ខ្លាំងក្លាម្នាក់រាងកាយរបស់គាត់ធំខ្លាំងមែនទែនហើយក៏ជាឡូតដែលមានសមត្ថភាពដ៏អស្ចារ្យអាចនិយាយថាគឺគ្មានគូប្រៀបនៅក្នុងសកលនេះសូម្បីតែធនធានមកពីដែនដីផ្សេងក៏ខ្លាយរអានឹងគាត់ដែរគឺគាត់រស់នៅមួយបែបលក្ខណៈតែឯករាជ្យដែលមិនមានបកពួកនោះទេហើយភពរបស់គាត់គឺមិនមានច្បាប់ដែលអនុញ្ញាតឲ្យមានការសម្លាប់គ្នាទៅវិញទៅមកនោះឡើយអញ្ចឹងលោកហ្វុងគឺជាមនុស្សពេញលេញអត្តសញ្ញាណរបស់គាត់គឺពិបាកក្នុងការលាក់បាំងនាងក៏បានណែនាំឲ្យលោកហ្វុងនឹងធ្វើដំណើរទៅកាន់ហើយឲ្យប្រើប្រាស់នៅរាងកាយសមុទ្រដប៊ីជំនួសវិញអាចជាវាលាក់បាំងនៅលង្ហើមរបស់គាត់បានច្រើនជាងហើយឬក៏អាចប្រើប្រាស់នៅរាងកាយរបស់នាគរីស្នេហ៍មាសដែលរក្សានៅក្នុងចិញ្ចៀនឡូតនៃអាទិទេពសិប្បករក៏មានកូនសិស្សដ៏ខ្លាំងក្លារបស់គាត់ផងដែរពួកគេដូចជាអ្នកដំដៃអញ្ចឹងលោកហ្វុងគ្រាន់តែសង្ឃឹមថាដំណើរលើកនេះនឹងមិនគ្រោះថ្នាក់ដូចជាផ្កាយនរកតកកដែលគាត់ធ្លាប់ទៅពីមុនលោកហ្វុងក៏បានឆ្លងកាត់នៅលំហមួយទៅកាន់លំហមួយទៀតក៏បានចូលទៅកាន់ភពនោះគាត់ក៏ទូអារម្មណ៍ថាដូចជាមានសម្លេងនៃការស្រែកហៅអំពីផ្លាកបញ្ជាដៃខ្មៅដែលនៅខាងក្នុងជាឃើញថាអ្នកចម្បាំងមួយក្រុមដែលពួកគេកំពុងតែអោនក្បាលទៅការគោរពលោកហ្វុងដើរបន្តិចនឹងក៏ពួកគេស្រែកគាត់ឲ្យលោកហ្វុងនឹងឈប់សិនអបែកនោះមានធំគួរសមមើលទៅដូចជាមិនមែនជាមនុស្សចំនោះទេកន្លែងនេះគេហៅថាភ្នំអាទិទេពសិប្បករគឺជាកន្លែងដ៏ពិសិដ្ឋអាស្វាមួយក្បាលនោះក៏ប្រាប់ទៀតថាបើសិនជាលោកចង់ក្លាយទៅជាកូនសិស្សរបស់អាទិទេពសិប្បករទីនេះគឺមិនអនុញ្ញាតឲ្យលោកចូលទៅដោយផ្ដេសផ្ដាសនោះទេពួកគេមើលទៅដូចជាចិត្តល្អសម្រាប់ចំពោះលោកហ្វុងគួរសមក៏ណែនាំឲ្យលោកហ្វុងនឹងធ្វើដូចជាពួកគេអញ្ចឹងគឺអោនក្បាលទៅការគោរពដោយចិត្តត្រជាក់តែលោកហ្វុងមិនមែនមកដើម្បីធ្វើជាកូនសិស្សរបស់គាត់នោះទេគាត់សង្ស័យតែផ្លាកបញ្ជាដៃខ្មៅនេះគឺនៅកន្លែងផ្សេងមិនមែននៅក្នុងសំណាក់របស់ឡតអាទិទេពសិប្បករនេះទេបើប៉ុន្តែក៏បានចេញមកខាងក្រៅដោយបញ្ជាក់ទៀតថារបស់នេះគឺនៅក្រោមចំមុះរបស់គាត់គឺវាមិនអាចទៅរួចនោះទេចង់លួចចេញពីកណ្ដាប់ដៃរបស់គាត់នោះដំបូងគឺលោកហ្វុងត្រូវចូលទៅក្នុងភ្នំជាមុនសិនអញ្ចឹងលោកហ្វុងគឺមិនមានជំរឿផ្សេងដើម្បីចូលទៅលួចនោះទេមានតែធ្វើដូចជាពួកគេអញ្ចឹងត្រូវតែធ្វើជាកូនសិស្សគាត់ជាមុនសិនខណៈពេលនោះពួកគេភ្ញាក់ផ្អើលជាខ្លាំងក៏បានឃើញនៅកូនសិស្សរបស់ឡតនៃអាទិទេពសិប្បករក៏បានបង្ហាញខ្លួនចំនួន5នាក់ពួកគេក៏បានសួរបញ្ជាក់ហើយពួកគេពិតជាមានចិត្តចង់ធ្វើជាកូនសិស្សរបស់អាទិទេពជាខ្លាំងក៏សុំឲ្យអាទិទេពចេញមកមើលពួកគេផងកូនសិស្សរបស់គាត់នឹងក៏បានបញ្ជាក់ប្រាប់ទៀតថាគ្រូរបស់ខ្លួនគឺបានចេញទៅខាងក្រៅឲ្យរយៈពេល2 3ថ្ងៃទៅហើយមិនដឹងថាពេលណាគាត់ត្រឡប់មកវិញនោះទេអនណាក៏1000ឆ្នាំឬក៏10000ឆ្នាំដែរអញ្ចឹងលោកមិនចាំបាច់រងចាំនោះទេចង់ធ្វើអីក៏ស្រែកតែចិនពួកគេខឹងសម្បាជាខ្លាំងគិតថាគ្រូរបស់ពួកគេនឹងកំពុងតែលេងសើចជាមួយនឹងខ្លួនបោកឲ្យពួកគេនឹងរងចាំយ៉ាងយូរនៅទីនេះអ្នកខ្លះក៏ត្រឡប់ទៅវិញតែលោកហ្វុងបែរជាត្រេកអរជាខ្លាំងគិតថាអាទិទេពសិប្បករមិននៅក្នុងភ្នំនេះគឺជាការដ៏កម្រសម្រាប់គាត់ឲ្យដើម្បីលួចយកនៅផ្លាកបញ្ជាដៃខ្មៅនោះលោកហ្វុងក៏បានបន្តដំណើរទៅខាងមុខទៀតគឺទៅកាន់ភ្នំដែលនៅខាងក្រោយទីនោះពោពេញទៅដោយដាតភ្លើងយ៉ាងខ្លាំងនេះគេថាជើងភ្នំនៃភ្នំអាទិទេពសិប្បករគឺមានច្រកចូលមួយសូម្បីតែដាតភ្លើងនោះក៏បានឆេះធ្លីមកខាងក្រៅផងដែរមិនដឹងថាវាក្តៅប៉ុណ្ណានោះទេហើយក៏ក្នុងក៏មានលំហមួយម៉ាតង់ទៀតសុទ្ធតែជាលំហភ្លើងលោកហ្វុងគិតថាទីនេះអាចជាតំបន់ហាមឃាត់ឬក៏មានក្បួនការពីអ្វីមួយខណៈពេលនោះក៏បានជួបជាមួយនឹងកូនសិស្សអាចកអចែមប្រមាណអ្នកដែលដើរឆ្លងកាត់នៅទីនោះវាក៏បាននិយាយអំពីសិស្សច្បងរបស់ខ្លួនដែលអាចចូលទៅខាងក្នុងនោះអាចដំនៅអាវុធទឹកបានដោយសារតែកម្លាំងរបស់គាត់នឹងគឺឈានទៅដល់កម្រិតសក្ការៈសកលតែពួកគេមិនហ៊ានចូលទៅនោះទេបើទៅពួកគាត់ជាអាលីខ្លួនមិនខាននោះឡើយលោកហ្វុងពេលនេះបានប្រើប្រាស់នៅរាងកាយពិឃាតបិសាចរបស់គាត់អញ្ចឹងគាត់អាចកលាខ្លួនទៅជារូបរាងនៃថ្មដើម្បីបន្លំភ្នែកពួកគេបានលោកហ្វុងក៏ស្ដាប់តាមសម្ដីអ្នកដែលនៅក្រៅនិយាយនោះគិតថានៅខាងក្នុងគឺមាននៅកូនសិស្សជើងខ្លាំងជាច្រើនរូបទៀតអញ្ចឹងផ្លាកបញ្ជាដៃខ្មៅនោះអាចជានៅខាងក្នុងលោកហ្វុងក៏បានលួចចូលទៅក្នុងរូងភ្នំច្រកដែលគាត់ចុះទៅដូចជាជ្រោះភ្លើងអញ្ចឹង
គឺវាហូរខ្លាំងមែនទែនរាងកាយរបស់គាត់ក៏ចាប់ផ្ដើមឆេះថែមទាំងបានប្រទេសជាមួយនឹងកូនសិស្សជាច្រើនរូបដែលនៅដំដែកនៅទីនោះថែមទៀតអញ្ចឹងទីតាំងនៃផ្លាកបញ្ជាដៃខ្មៅអាចជានៅខាងក្រោមលោកហ្វុងក៏បានកលាខ្លួនទៅជាថ្មមួយដុំទម្លាក់ទៅខាងក្រោមបន្តទៀតបបតាប្រាប់ថាឲ្យប្រចាំបច្ច័យផងមានអ្វីនៅខាងក្រោមមកតង់ទៀតនៅទីនោះគឺមាននៅកូនសិស្សជើងខ្លាំងជាច្រើនរូបទៀតទាំងអស់មាន3នាក់កម្លាំងពួកគេអស់ណាស់ក៏សក្ការៈសកលដែរបើសិនជាលោកហ្វុងធ្វើសកម្មភាពដោយផ្ទាល់អាចជាផ្អើលពួកគេអញ្ចឹងគាត់នឹងរងចាំរហូតដល់ឱកាសល្អមកដល់អ្នកពេលនោះកម្ដៅក៏បានកើនឡើងជាខ្លាំងលោកហ្វុងរងចាំនៅពេលដែលពួកគេផ្ដោតនឹងការដំនៃអាវុធនោះកម្លាំងក៏បានផ្ទុះជាងខ្លាំងលោកហ្វុងគិតថាដល់ពេលហើយពួកវាក៏បានលើកនៅញញួររបស់ខ្លួនដើម្បីដំនៅអាវុធដ៏ធំមួយនៅចំពោះមុខពួកវាក៏បានប្រើប្រាស់នៅធម្មពលមួយយ៉ាងដើម្បីគ្រប់គ្រងនៅកម្ដៅនោះធម្មពលរបស់វាក៏បានបាញ់ឡើងលើអាកាសលោកហ្វុងក៏បានកលាខ្លួនទៅជាថ្មមួយដុំហោះឆ្លងកាត់មុខវាបន្តិចដែលវាមិនបានគាត់សម្គាល់ថាជាលោកហ្វុងនោះទេថ្មនោះក៏បន្តធ្លាក់ទៅខាងក្រោមមកតង់ទៀតមួយជួរទៅក្នុងកំអែនៃម៉ាក់ម៉ាទីបំផុតលោកហ្វុងក៏បានមកដល់នៅផ្នែកដែលជ្រៅបំផុតនៃភ្នំគេហៅថាជើងភ្នំទីនេះដែរពោពេញទៅដោយអណ្ដាតភ្លើងដ៏ខ្លាំងក្លាដែលវាមិនចេះរលត់នោះទេគឺវាខ្លាំងជាងអណ្ដាតភ្លើងដែលនៅខាងក្រៅទៀតអណ្ដាតភ្លើងនេះគឺស្មើទៅនឹងសកលទៅហើយគឺវាពិតជាខ្លាំងមិនដឹងថារាងកាយរបស់លោកហ្វុងគឺអាចទ្រាំទ្របានដែរឬក៏អត់អញ្ចឹងគាត់គិតថាផ្លាកបញ្ជាដៃខ្មៅប្រកាសជានៅខាងក្នុងជាមិនខានហើយគាត់បានបដិញ្ញាចិត្តថាគាត់នឹងមិនត្រឡប់ទៅវិញនោះទេគាត់ក៏បានប្រើប្រាស់នៅរាងកាយវិស័យពិឃាតរបស់គាត់មុជចូលទៅខាងក្នុងខ្លួនប្រាក់ក៏បានរំលាយដោយអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅបន្សល់តែចិញ្ចៀនលំហមួយតែប៉ុណ្ណោះនៅសល់រាងកាយមកតង់ទៀតក៏ត្រូវរំលាយដូចគ្នាផងដែរលោកហ្វុងក៏ចាប់ផ្ដើមគិតអំពីអណ្ដាតភ្លើងដែលស្ថិតនៅឯជើងភ្នំនោះគឺវាលើសពីកម្រិតសកលទៅទៀតបើសិនជាគាត់បញ្ជូននៅរាងកាយសមុទ្រអបិសក៏អត់ប្រយោជន៍ដូចគ្នាអញ្ចឹងគាត់ត្រូវការការពារនៃរាងកាយនោះគឺជាអាវក្រោះមួយយ៉ាងឈ្មោះវាគេហៅថាអាវក្រោះទរណកម្មដើម្បីបំពាក់ទៅលើរាងកាយរបស់នាគរីស្នែងមាសលោកហ្វុងនឹងធ្វើការកំបាញ់នៃធម្មពលរបស់រាងកាយទេពដ៏ខ្លាំងក្លាសមុទ្រអបិសជាមួយនឹងនាគរីស្នែងមាសដោយបំពាក់នៅអាវក្រោះទុកទរណកម្មមកតង់ទៀតហើយគាត់ជឿជាក់ថាគាត់ប្រកាសជាអាចយកនៅផ្លាកបញ្ជាដៃខ្មៅ4នោះបានជាដាច់ខាតគាត់ក៏ចាប់ផ្ដើមមួយចូលទៅក្នុងច្រកនោះសាជាថ្មីចំណូលនៃអណ្ដាតភ្លើងដូចជាទឹកបាក់ទំនប់អញ្ចឹងដែលវាខ្លាំងក្លាមែនទែនរាងកាយនៃគ្រីស្នៃមីក៏ចាប់ផ្ដើមរលាយបន្តិចម្ដងបើបន្តបញ្ជាក់ថាត្រូវតែប្រញាប់ជាងនេះបន្តិចទីបំផុតរាងកាយនៃគ្រីស្នៃមីក៏បានមុជមកកាន់លំហភ្លើងអញ្ចឹងរឿងនេះបើខ្ញុំគាត់សម្គាល់ភ្លើងកាន់តែក្តៅគឺមានពណ៌ស្វាយភ្លើងពណ៌ក្រហមគឺជាកម្ដៅធម្មតាលោកហ្វុងក៏បានឃើញនៅផ្លាកបញ្ជាដែកមួយដែលកប់ជ្រៅនៅផ្នែកខាងក្រោមក៏បានលូកដៃចូលទៅខណៈពេលនោះក៏បានលេចចេញនៅអណ្ដាតភ្លើងខ្មៅមួយយ៉ាងជាមួយនឹងអណ្ដាតភ្លើងស្វាយឆេះនៅរាងកាយធ្វើឲ្យលោកហ្វុងអកសើបន្តិចលោកហ្វុងក៏ដឹងទេថានេះគឺជាខែលការពារលោកហ្វុងក៏បានប្រើប្រាស់នៅធម្មពលទេពរបស់ខ្លួនដើម្បីបំបីខែលនោះចេញមកហើយគាត់ក៏បានដណ្ដើមជោគនៅផ្លាកបញ្ជាដែកនោះបានដោយជោគជ័យសាជាថ្មីត្រៀមនឹងចាក់ចេញហើយក៏លើសំឡេងមួយស្រែកទៀតថាឯងពិតជាថ្លើមធំពិតមែនហ៊ានបំបីនៅខែលការពាររបស់យើងពេលនេះលោកហ្វុងប្រកាសជាងាប់មិនខាននោះទេព្រោះថានេះគឺជាសំឡេងរបស់ឡតនៃអតិទេពសិប្បករទោះបីជាគាត់នៅឯភពផ្សេងទៀតក៏ដោយគាត់ក៏បានលូកដៃក្នុងល្បឿនយ៉ាងលឿនដៃរបស់គាត់នឹងធំជាងភពខ្លួនឯងទៅទៀតទីនោះក៏រងនឹងការរំជួលយ៉ាងខ្លាំងអ្នកដែលនឹងក្រោមគិតថាគឺជាឡតនៃអតិទេពសិប្បករទេតាដៃរបស់គាត់ធំជាងភ្នំទៅទៀតក៏បានលូកចូលទៅខាងក្រោមយឺតដើម្បីទៅចាប់លោកហ្វុងដែលនៅខាងក្រោមលោកហ្វុងពេលនេះគឺតូចជាងកូនសមោចទៅទៀតដូចជាគ្រាប់ខ្សាច់អញ្ចឹងធម្មពលទេពឯនឹងរាងកាយចាប់ផ្ដើមរលាយបន្តិចម្ដងបន្ទាប់លោកហ្វុងអាចជាមិនមានអាការរស់រាននោះទេលើកនេះបាត់ដៃយ៉ាងធំធ្លាក់ទៅលើអាកាសចាប់ច្បាច់នៅរាងកាយសំប៉ែតដូចជាចេជៀនបន្ទាប់មកក៏បានទាញនៅខ្លួនប្រាណនាគរីស្នេហ៍មាសនឹងចេញមកខាងក្រៅមើលទៅឃើញតែដៃអត់ឃើញខ្លួនប្រាណនាគរីស្នេហ៍មាសទៅសោះគាត់ក៏មិននឹកស្មានថាគាត់ប្រើប្រាស់នៃធម្មពលនៃការវិវហាយ៉ាងពេញលេញលោកហ្វុងនៅតែមិនងាប់ទៀតពិតជាមានសមត្ថភាពពិតមែនក៏ប៉ុន្តែគាត់គិតថានេះគ្រាន់តែជាការសម្រាមតែប៉ុណ្ណោះគាត់មិនចង់សម្លាប់លោកហ្វុងនោះទេគាត់នឹងធ្វើបាបលោកហ្វុងដោយទម្លាក់ចូលទៅក្នុងច្រកមួយទៀតចាំមើលថាលោកហ្វុងអាចមានលទ្ធភាពដើម្បីត្រឡប់មកវិញដែរឬក៏អត់ហើយសាច់រឿងយើងក៏ស្លែតែប៉ុណ្ណេះហើយសូមអធិស្ឋានរកកំហុសក៏ជឿនៅក្នុងវីដេអូនេះផង